ជំរាបសួរមជ្ឈមណ្ឌលពលករទេសន្តប្រវេសមាតុភូមិនិវត្តកម្ពុជាឬ HRCC សូមជូនដំណឹងអំពីការចាប់ផ្ដើមជ្រើសរើសសិស្សដើម្បីចូលរៀនវគ្គថ្មីចំនួនទី5លើមុខវិជ្ជាការដាំដំណាំបន្លែនិងការលក់ផលិតផលកសិកម្មធម្មជាតិដែលគ្រោងនឹងចូលរៀននៅថ្ងៃច័ន្ទទី31ខែសីហាឆ្នាំ2026ខាងមុខនេះហើយសម្រាប់បងប្អូនអតីតពលករដែលមានបំណងចង់បង្កើតមុខរបរផ្ទាល់ខ្លួនក្នុងវិស័យកសិកម្មជាពិសេសលើជំនាញការដាំដំណាំបន្លែនិងការលក់ផលិតផលកសិកម្មបែបធម្មជាតិវគ្គសិក្សានេះនឹងផ្ដល់ចំណេះដឹងបន្ថែមស្ដីពីការធ្វើកសិកម្មបែបកូរ៉េដោយមានខ្លឹមសារមេរៀនដូចខាងក្រោមនេះ 1. វិធីធ្វើជី IMO ទី 2. ការជ្រើសរើសពូជនិងរៀបចំថ្នាលបណ្ដុះកូនទី 3. ការរៀបចំដីនិងធ្វើរងដាំបន្លែទី 4. ការគ្រប់គ្រងសត្វល្អិតនិងជំងឺទី 5. ការប្រើប្រាស់ទឹកនិងជីនិងទី 6. ការវិភាគសេដ្ឋកិច្ចនិងទីផ្សារវគ្គសិក្សានេះផ្ដល់ជូនដោយឥតគិតថ្លៃជូនចំពោះអតីតពលករចំណាក់ស្រុកដែលធ្លាប់ធ្វើការនៅក្រៅប្រទេសដោយមិនគិតថាធ្លាប់ធ្វើការនៅប្រទេសណាឡើយហើយបានត្រឡប់មកប្រទេសកម្ពុជាយើងវិញកម្មវិធីនេះទទួលបានការឧបត្ថម្ភពីអង្គភាពអភិវឌ្ឍធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េឬ HRDK និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជាវគ្គសិក្សាខ្លីនេះមានរយៈពេលចំនួន1សប្តាហ៍ពេញរៀនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង 8 ព្រឹកដល់ 5 ល្ងាចសម្រាប់សិក្ខាកាមម្នាក់ៗមជ្ឈមណ្ឌលនឹងផ្ដល់ជូនដោយឥតគិតថ្លៃនៅប៊ិចសៀវភៅពុម្ពនិងសៀវភៅសរសេរមួយឈុតអាហារ3ពេលអាហារសម្រន់ពេលព្រឹកនិងរសៀលកន្លែងស្នាក់នៅនិងវិញ្ញាបនបត្របញ្ជាក់ការសិក្សាសូមរួសរាន់ឡើងព្រោះកន្លែងមានកំណត់ប្រសិនបើបងប្អូនពលករមានចំណាប់អារម្មណ៍សូមទាក់ទងមកមជ្ឈមណ្ឌលតាមរយៈអាសយដ្ឋានជាន់ទី2អគារទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់ទឹកល្អកទី1ខណ្ឌទួលគោករាជធានីភ្នំពេញ Telegram លេខ012 64 65 00លេខទូរស័ព្ទ010 64 65 00និងមួយខ្សែទៀត088 66 46 500ឬ scan QR code នេះដើម្បីចុះឈ្មោះចូលរៀនសូមអរគុណ